រោងចក្រផលិតបារីគ្មានផ្លាកយីហោសង្ស័យអត់ច្បាប់អនុញ្ញាតមួយកន្លែងនៅភូមិកំពង់ទួលឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលត្រូវបានក្រសួងចោះទៅបិទបានតែ3ថ្ងៃស្រាប់តែដំណើរការឡើងវិញយ៉ាងរលូនបើតាមការបញ្ជាក់ធ្លាប់ទីតាំងនេះគឺរោងចក្រផលិតបារីនេះគឺធ្លាប់បិទម្ដងទៅហើយឥឡូវនេះបើកឡើងវិញហើយធំក្លិនបារីបាទខ្ញុំនេះភ្លក់មួយសាយបាទរោងចក្រនេះបើតាមការបញ្ជាក់រៀបរាប់ថាគឺជារបស់ជនជាតិចិនហើយមិនមានឃើញបាទលើកផ្លាកលើកប៉ាយអ្វីទេតាមការបញ្ជាក់បឋមគឺបារីបាទផលិតបារីនាំចេញយកទៅក្រៅស្រុកបាទថាតើរោងចក្រផលិតបារីរបស់ចិនហ្នឹងបានច្បាប់អនុញ្ញាតពីណាដែរឬមិនមានច្បាប់អនុញ្ញាតបាទទើបបាទបិទឲ្យបើកវិញដូច្នេះអញ្ចឹងហើយសូមឲ្យលោកអាបាក៏ដូចជាមន្ត្រីពាក់ព័ន្ធលោកជួយពិនិត្យឡើងវិញថាតើមានលិខិតអនុញ្ញាតបើកទេបើកបទកតេយុត្តច្បាប់ណាមួយឬក៏បើកដោយចិត្តឯងអត់ខ្វល់អត់ខ្វាយអត់គិតអំពីបញ្ហាបាទរឿងផលប៉ះពាល់ធំក្លិនក៏ដូចជាខាត់បងថាវិការបងពុនចូលរដ្ឋផងដែរបាទប្រិមិត្តយើងឃើញទស្សនភាពនេះយើងមិនចេះតែនិយាយទេបើសិនជាបាទម្នាក់មកបើកបាទរោស៊ីស្រុកខ្មែរចេតកិច្ចពុនមិនមានលើកផ្លាកត្រឹមត្រូវបង្ហាញថាតើកន្លែងនេះគឺជាកន្លែងអីអត់មានដឹងឲ្យច្បាស់លាស់ហើយចេះតែបើកស្ងាត់បាទហើយពុនក៏ខាតត្រូវមិនបានបងចូលរដ្ឋបាទសួរថាអ្នកណាអ្នកខាតរាជរដ្ឋាភិបាលកម្ពុជាអ្នកខាតពាក់ព័ន្ធនឹងករណីនេះលោកអ៊ូចសៅវឿនអភិបាលស្រុកកណ្ដាលស្ទឹងបានប្រាប់ឲ្យដឹងតាមប្រព័ន្ធ Telegram កាលពីថ្ងៃទី17ខែមីនាឆ្នាំ2025ថាលោកនឹងឲ្យអភិបាលរងនិងមន្ត្រីជំនាញចោះទៅពិនិត្យមើលព្រោះការផ្អាកកាលពីពេលកន្លងទៅគឺខាងក្រសួងចោះមកអនុវត្តលោកមិនបានដឹងច្បាស់ពីលទ្ធផលឬចំណាត់ការយ៉ាងម៉េចនោះទេហើយឃើញថាផ្អាកបានប្រហែល3ទៅ4ថ្ងៃក៏បើកដំណើរការទៀតហើយលោកក៏សូមអរគុណដែលបានផ្ដល់ព័ត៌មានផងដែរបាទអរគុណបានទទួលព័ត៌មានហ្នឹងខ្ញុំយកកិច្ចការនេះពិនិត្យឡើងវិញពីព្រោះកន្លងទៅពាក់ព័ន្ធជាមួយនឹងចំណាត់ការដែលមានការផ្អាកកន្លងទៅហ្នឹងគឺខាងក្រសួងគាត់ចោះមកអនុវត្តតែមិនតាំងជាលទ្ធផលនឹងអាម៉េចឬក៏ចំណាត់ការយ៉ាងម៉េចឃើញថាផ្អាកប្រហែលជាបាន3 4ថ្ងៃហើយក៏ដំណើរការទៀតអាហ្នឹងជាវិធានការរបស់ក្រសួងយើងអត់បានដឹងច្បាស់អរគុណណាបងបាទផ្ដល់ព័ត៌មានខ្ញុំនឹងអភិបាលរងហើយនឹងមន្ត្រីជំនាញចុះទៅពិនិត្យមើលអរគុណបងឱកាសល្អពីផ្ទះល្វែងថេនងាត់ក្រុងតាខ្មៅបានមកដល់ហើយទិញផ្ទះឈ្នះរថយន្តនិងបញ្ចុះតម្លៃពិសេសរហូតដល់$5,000ព្រមទាំងកាត់ប្លង់រឹងហ្វ្រីជូនអតិថិជនថែមទៀតផងឱកាសល្អបែបនេះរកឯណាមានរកឯណាបានរស់រានឡើងចំនួនមានកំណត់ទំនាក់ទំនងតាមលេខទូរស័ព្ទ089 408 406 098 661 215និង088 616 66 61